ជំរាបសួរបងប្អូនអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះជិះមកដល់កន្លែងមួយចង់បង្ហាញបងប្អូនយើងបន្តិចអត់ដែលចូលហាងណាដែលហូបទៅចាប់ចិត្តតែម្ដងគួបផ្សំជាមួយនឹងហាងឈ្មោះថាចាប់ចិត្តទៅទៀតកាហ្វេបាទភេសជ្ជៈច្រើនមុខច្រើនម៉ាកច្រើនសន្តានហើយបើមកហូបវិញមានបែបខ្មែរបែបអឺរ៉ុបបែបអាស៊ានបែបអាស៊ីគឺមានម៉ាសិតតែម្ដងមកទទួលស្វាគមន៍ខាងគណៈប្រតិភូលោកអញ្ជើញមកពីសៀមរាបអញ្ចឹងលោកហៅមកសាកស៊ុបផងសាកសាច់អាំងផងបាទហើយបរិវេណទីធ្លាមើលទៅគួរឲ្យចាប់អារម្មណ៍មែនតើមានកន្លែងក្មេងលេងបាទអ្វីត្បិតតែมันមានឧបករណ៍សម្ភារៈដាក់អីឲ្យវាពេញទីប៉ុន្តែកន្លែងនេះមើលទៅបាទអូបាទលើកដៃស្វាគមន៍កូនតកែហាងបាទថ្ងៃនេះមានសេចក្តីសោមនស្សរីករាយមែនតើហើយបងប្អូននេះជានិស្សិតដែលសិក្សានៅឧត្តមសិក្សានៅសាកលវិទ្យាល័យថ្ងៃនេះមានកិត្តិយសណាស់ដោយសារម្ចាស់ហាងបាទវ័យក្មេងយុវជនបាទមានកូនទៅមួយអាគុតបាទមកអាំងសាច់ដោយផ្ទាល់តែម្ដងបើសិនជាបងប្អូនមិនទាន់បានបរិភោគអាហារពេលព្រឹកពេលថ្ងៃត្រង់ឬពេលល្ងាចគាត់តែឃើញក៏លេបទឹកមាត់ដែរសុំលេបទឹកមាត់មួយសិនបាទមកចំហៀងនេះបាទតកែហាងបាទតកែខាងប្រុសគឺគាត់ជួយអាំងបាទជួយអាំងសាច់ហើយតកែខាងស្រីនោះគឺលោករៀបចំស៊ុបនិយាយពីថាស៊ុបនេះស៊ុបចាប់ចិត្តមែនណាហូបទៅម្ដងហើយគឺយប់ឡើងដេកយល់សពទៅមាត់ជីបទៅដូចជាឃ្លានស៊ុបទៀតដែរបាទតកែប្រុសហ្នឹងគាត់កំពុងតែកូវិតវីពងអីហើយវាចូលជាតិគ្នាបាទចូលជាតិគ្នានេះជាបច្ចេកទេសហើយស៊ុបដូចជាស៊ុបស៊ីឈွန်ទៀតបាទនៅខាងប្រតិភូអញ្ជើញមកពីសៀមរាបវិស្វករបាទគូសប្លង់សាងសង់ផ្ទះសំណង់គ្រប់ប្រភេទវិស្វករមានសញ្ញាបត្រមានអីត្រឹមត្រូវបាទគូសប្លង់បូរីប្លង់ខុនដូប្លង់ផ្ទះល្វែងបងអូនជាយុវជនជានិស្សិតរបស់យើងឆ្លៀតពេលបាទធ្វើកិច្ចការងារដើម្បីបានប្រាក់ចំណូលបន្ថែមជាមួយនឹងតកែវ័យក្មេងដែលទើបតែបង្កើតមុខរបរបងប្អូនចូលរួមគ្រប់គ្រងយុវជនរបស់យើងបាទមានច្រើនមុខណាមីគោកបាទអ្នកចូលចិត្តមីគោកអ្នកខ្លះចូលចិត្តប្រភេទអាហារបែបអឺរ៉ុបអញ្ចឹងទៅភេសជ្ជៈមានច្រើនប្រភេទណាបាទបើសិនមកដល់ទីនេះគឺមិនទាស់ចិត្តគឺមកដឹងតែចាប់ចិត្តតែម្ដងខ្ញុំទៅដល់រៀងល្ងាចហើយដែរអញ្ចឹងខ្ញុំថតរៀងល្ងិតបន្តិចប៉ុន្តែខ្ញុំហូបអត់ដែរកន្លែងណាហូបទៅវាជាប់ចិត្តអញ្ចឹងបាទឥឡូវមើលមុខមកហូបអាហារពេលព្រឹកកាទៀវពេលព្រឹកចាប់បើកពីម៉ោង7កន្លះចុះបាទ7កន្លះកាទៀវសាច់ជ្រូក 7,000 រៀលទេបាទត្រង់នេះកាទៀវសាច់ចិញ្ច្រាំលេបទឹកមាត់មួយទៀតណាកាទៀវគ្រឿងក្នុងបាទមិនថ្លៃទេបាទកាទៀវសាច់គោហើយកាទៀវគុយទាវពិសេសបាទលីគ្នាបាទចាប់ចិត្តហាងឈ្មោះចាប់ចិត្តតែខ្ញុំហូបម្ដងគឺចាប់ចិត្តតែម្ដងបងប្អូនកុំភ្លេចគឺនៅខាងលិចបាទសាលាសន្ធមុខយើងនេះទេបាទចាំមើលខ្ញុំនឹងទម្លាក់អាស័យដ្ឋានជូនខ្ញុំនិយាយឲ្យស្មោះត្រង់ថានៅពេលដែលឃើញតកែដែលជាយុវជនវ័យក្មេងបែបនេះហើយចាប់អាជីពមុខរបរលក់នៅក្នុងតម្លៃដែលធូរថ្លៃសមរម្យហើយមុខមកហូបទៅឆ្ងាញ់អញ្ចឹងទៀតគឺខ្ញុំធ្វើ BA ឲ្យតែម្ដងជួយផ្សព្វផ្សាយតែម្ដងហើយបើសិនជាបងប្អូនមិនបានទៅបរិភោគទៅហូបទទួលទានចំណីអាហារនៅទីនេះបើថាមិនបានទៅទេប្រកាសជាស្ដាយក្រោយក្នុងជីវិតដែរពួកខ្ញុំនិយាយថាគឺហូបទៅគឺត្រូវមាត់គ្រប់និយាយចំតែជាពិសេសគឺការតាំងទូអានសភៅខ្ញុំចូលចិត្តអានសភៅបាទឃើញតាំងទូចិត្តទៀតគឺថាស្រឡាញ់តែម្ដងជួយផ្សព្វផ្សាយឲ្យតកែក្មេងបាទតកែប្រុសហើយតកែស្រីនេះគឺសាច់ឈាមបាទកាត់សក់បែបកូរ៉េបាទសក់បែបកូរ៉េសមសួនសមស្អាតអានេះភេសជ្ជៈ
ថតឲ្យមើលទៀតថាមានច្រើនមុខណាបាទមានច្រើនមុខខ្ញុំរៀបរាប់មិនអស់ទេវាមានច្រើនពេកខ្ញុំមើលទៅគាត់ដូចជាមានជំនាញទៅលើខាងផ្នែកអាហារដ្ឋានដោយសារគាត់ធ្លាប់បើកយូរឆ្នាំហើយប្រហែលជាបងប្អូនធ្លាប់ដឹងនៅភោជនីយដ្ឋានដងពេញស្រុកខ្សែអំបិលខេត្តកោះកុងគាត់បើកហាងឆ្ងាញ់ណាគេចូលទៅច្រើនណាឥឡូវនេះគាត់មកផ្លាស់ប្ដូររសជាតិក្បែរខាងលិចបាទរបងវិទ្យាល័យសន្ធមុខនៅសាលាសន្ធមុខយើងនេះទេអាហារដ្ឋានចាប់ចិត្តកាហ្វេសិស្សសាលានៅក្បែរហ្នឹងមន្ត្រីរាជការអ្នកមុខអ្នកការធ្វើការផ្សេងទាំងអស់ដែលបានឃើញដែលបានទស្សនាវីដេអូរបស់ខ្ញុំនេះកុំភ្លេចទៅភ្លក់រសជាតិម្ហូបអាហារដែលឆ្ងាញ់តែខ្ញុំនិយាយថាឆ្ងាញ់បើសិនជាមិនបានទៅភ្លក់ទេគឺស្ដាយក្រោយបាទខ្ញុំសុខចិត្តធ្វើ BA ជួយផ្សព្វផ្សាយឲ្យដោយសារវាជាប់មាត់ហើយឆ្ងាញ់ហើយមាននិស្សិតរបស់ខ្ញុំទៅធ្វើការងារនៅនឹងទៀតហើយតកែនឹងគឺជាយុវជនទៅទៀតបាទជាយុវជនវ័យក្មេងទៅទៀតអញ្ចឹងយើងត្រូវតែជួយគ្រប់គ្រងខ្មែរគ្រប់គ្រងស្នាដៃរបស់ខ្មែរយើងខ្ញុំសាកភ្លក់បាទមានអ្នកថតឲ្យគឺថាឆ្ងាញ់បាទឆ្លើយថាឆ្ងាញ់មែនទេអរគុណបងប្អូនអ្នកទស្សនាទាំងអស់នេះសូមជូនពរមានសុខភាពល្អកុំភ្លេចមកភ្លក់រសជាតិនៅទីនេះទាំងអស់គ្នាអរគុណសូមជម្រាបលា